trong giờ mình thò mà đá lấy chụp cùng tà lang kháy đi ta chụp ó bong lấy tạ chụp còn là mấy lấy bán mà rồi hai mấy ba món mà lưỡi sọt cho nhớ tay phán này bong ta này cho nhớ ta phải tâm đi ta chụp chơi nhá áo cho ra làm lại con năng thôi con cái tôi bán con này ở trong mấy con lang lớn này mấy con lang lớn bao gồm chia cả tôm chia rốt mai với chặt đau mình nhôm miên cầm lăng cắt tôm còn bò mình tha ra chân cô chân ngon chân chiết ô tầm một kia rồi như thua bong ơi ba chỉ thua mà ôi nhưng mà bong cái này phải chua bong pro nơi khang khai cặp bong năng như thua bong ba chỉ thua ê bong này mới tật mất đằng này cái hai thằng mai em con cắt mình cắt bò tí hết này cắt mai thôi đấy chứ thua bong đâu tiếp hay bong đâu mình chui đây bong nhắm chui lâm sụt chăn dìm lâm sụt chăn dìm hay đợt ngayอายุประมาณnày nhắm năm đấyอายุ34 năm 39 ឆ្នាំទេប៉ុន្តែនិយាយពីមុខរបរវិញចង់និយាយមិនធម្មតាបងប្អូនគាត់នេះឥឡូវនេះងាកមកឃើញខាងក្រៅនេះបងប្អូនប្រកាសជាឆ្ងល់ថាចុងបងប្រុសកំពុងតែធ្វើអីហើយបងកំពុងតែធ្វើអីនៅទីតាំងនេះហើយមើលទៅដូចអ៊ូអប៉ុន្តែនៅក្នុងព្រៃបាទទៅបងនិយាយអញ្ចឹងគាត់ធ្វើឆ្ងល់ថានៅក្នុងព្រៃផ្ទះខ្ញុំនៅផងខ្ញុំមកកណ្ដោខ្ញុំនៅក្នុងព្រៃមែនតើបងប្អូនទាំងអស់គ្នាថ្ងៃនេះស្ថានយូមកដល់ទីតាំងនេះនៅភូមិឃុំអីដែរបងនៅទីតាំងនេះនៅក្នុងភូមិស្នងមុំឃុំត្មអត់ស្រុកកំពង់តឡាយខេត្តកំពង់ឆ្នាំងបាទឥឡូវឲ្យតែបងដើរលេងបដើមកដើរនិយាយគ្នាបដើបងប្អូនតែមើលហើយឥឡូវនេះបងឃើញរោងនេះគាត់តែជីពីខាងក្រៅកលេសភ្នែកមកឃើញរោងធំស្មានទៅដូចរោងគោរោងអីអញ្ចឹងហ្មងហើយរោងនេះរោងគោឬក៏រោងអីរោងសម្រាប់ចិញ្ចឹមមេជ្រូកយកកូនរោងនេះសម្រាប់ចិញ្ចឹមមេជ្រូកយកកូនទេបាទខ្ញុំស្មានតែរោងគោតើបងប្អូនរោងនេះតតឹងបានបដ ாய் បានដែរបងតតឹង12បដ ாய் 32តតឹង12បដ ாய் 32បាទហើយធ្វើនេះរយៈពេលប្រហែលថ្ងៃហើយបានប៉ុណ្ណេះបងរយៈពេល45ថ្ងៃ45ថ្ងៃហើយអានេះបើយើងគិតថាពីរួច100បានខែប្រហែល%អីបងបានប្រហែលជា60%ហើយបងប្អូនអើយចង់និយាយថាស្អាតមែនតើហើយធ្វើពីឈើហើយឈើនេះខ្លះឃើញមានពុកបាទនេះអានេះឈើមិនយកពីណាមកវិញបានពុកនេះរោងចាស់រោងចាស់បាទរោងចាស់យើងដកពីរោងចាស់មកដោយសារវាស៊ីតែក្រៅទេក្នុងក្លឹមទេអញ្ចឹងមានន័យថារោងនេះរោងថ្មីដែលបងទៅធ្វើពីមុនមានមួយដែរបាទប៉ុន្តែរោងប៉ុណ្ណឹងដែរអត់រោងតូចទេតូចជាងហ្នឹងតែធំបានបដ ாய் បានដែរតឹង5បដ ாய் 15ទេតឹង5បដ ாய் 15បាទក្នុងនោះពីមុនជាធំមាន់ទេមុនជាធំមាន់ទេបាទអត់ពិសោធន៍ច្រើនណាស់និយាយមួយថ្ងៃមិនលឺថាឥឡូវរោងនេះចាប់ដើមចិញ្ចឹមជ្រូកពីមុនអ្នកចិញ្ចឹមមាន់បាទចិញ្ចឹមមាន់តែច្រើនទេបងយើងចំមាន់ស្រែប្រហែលជាខ្ទង់4-500ក្បាលទេគូលក្ខណៈគូគាត់ទៅពិសោធន៍ហើយរាល់ថ្ងៃនេះចិញ្ចឹមជ្រូកវិញបាទរោពីចិញ្ចឹមមាន់មកចិញ្ចឹមជ្រូកហើយចិញ្ចឹមជ្រូកនេះរាល់ថ្ងៃចិញ្ចឹមជ្រូកបានក្បាលដែរបងរាល់ថ្ងៃខ្ញុំមានមេ34ក្បាលមេ34ក្បាលឥឡូវអត់ឃើញមេផងនៅណាមេនៅត្រង់ចាស់នៅជាប់ផ្ទះនៅវិញគ្រូមេនៅត្រង់ជាប់ផ្ទះនៅវិញបាទត្រង់នេះបងចាប់ដើមត្រង់សម្រាប់កញ្ញារួចជាស្ថាពរគ្រូខែណាដែរត្រង់នេះបាទពាក់កណ្ដាលខែ8ពាក់កណ្ដាលខែ8សម្រាប់ជាស្ថាពរហើយចាប់ដើមដាក់ជ្រូកនៅខែណាដែរគ្រូពាក់កណ្ដាលខែ8គាត់ហើយយើងដាក់ភ្លាមមកយើងគាត់ថាបាញ់ឆ្នាំសម្រាប់មេរោគអីខ្លះហើយតែយើងต้องមកទៅគេមានចូលបានហើយវ៉ាវបងប្អូនគាត់នេះចង់និយាយថាបដ ாய் មើលទៅស្អាតតែបងប្អូនមើលមកផ្នែកយើងមើលចេះស្មានអើយរោងគោទេប៉ុន្តែពេលដែលមកដល់គ្រូគាត់ទៅឃើញបាទបកគោលគ្រឿងដែលគាត់ចាក់មើលទៅបងប្អូនមើលការរៀបចំមើលដឹងថារោងជ្រូកហើយរោងជ្រូកនេះដាក់បានប្រហែលក្បាលដែរអស់បងត្រង់នេះគម្រោងខ្ញុំដាក់បាន153ក្បាល153ក្បាលអូច្រើនណាស់បងប្អូនណាចង់និយាយមិនធម្មតាឥឡូវជ្រូកពងតឡើងខ្លៃទីតាជ្រូកល្អបងលេងដាក់ជ្រូកក៏តែមេលេងបាន153ក្បាលហ្មងមកលុយសុតចង់និយាយត្រូវប៉ាន់ហើយបងតានេះចង់និយាយថាបើសិនជាទីតាជ្រូកយើងឲ្យតែស្អាតតម្លៃប៉ុណ្ណឹងហើយបើមិនទីទួយបានបងណាឲ្យតែ8000ឡើងលើណា8000ឡើងលើបងប្អូនជាកាច់កោបជាពលរដ្ឋខ្មែរយើងចាប់ដើមខ្ញុំមានកម្លាំងចិត្តបន្តមករបរមិនថាតែចិញ្ចឹមទឹកចិញ្ចឹមគោចំមាត់ចំទៀតអូទៅមុខទៀតចង់និយាយថាឥឡូវទីតាកសិកម្មរបស់ខ្មែរយើងបងប្អូនជួយស្រាមអ្នកមួយមើលឲ្យអ្នកដែលគាត់មានអធិពលអាចរក្សាតម្លៃទីតាជ្រូកបិទទុកជាផ្ទះក្រៅហ្នឹងហ្មងណាបិទឲ្យទៅក្រៅបានលុយឲ្យប្រធាននៅក្នុងស្រុកយកលក់ល្បីលក់សំខាន់ឲ្យច្បាស់ក្នុងស្រុកឲ្យទៅមកក្រៅមកបាក់ពេកចឹងសម្រាប់បងប្អូនអពុំមានទាំងអស់គ្នាមិនទាំងអស់គ្នាត្រូវការ power bank ក៏ដូចជា accessory ទូរស័ព្ទបាទតែជាច្រើនមុខបាទជាង100មុខនៅក្នុង page ST លក់សម្ភារៈទូរស័ព្ទគ្រប់ប្រភេទបងប្អូនត្រូវការកុំភ្លេចណាខ្ញុំបាទប្រធានយូអ្នកលក់ផ្ទាល់បងប្អូនទាំងអស់គ្នាចឹងបងប្អូនកុំភ្លេចជួយគ្រប់គ្រងខ្ញុំបាទទាំងពីរម្នាក់មួយផងអរគុណច្រើន